ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាល្ងាចនេះបានអីខ្ញុំបាយចំណែកខាងខ្ញុំនេះវិញគឺថ្ងៃនេះខ្ញុំបានជាមួយនឹងសម្លម្ជូរផលិតត្រីឆ្ពិនហើយក៏ខ្ញុំក៏បន្ថែមជាមួយនឹងមួយមុខទៀតនោះគឺត្រីចៀននឹងឯងព្រោះថាសម្លម្ជូរយើងញ៉ាំជាមួយនឹងត្រីចៀនអញ្ចឹងដឹងតែបាយអស់ពីឆ្នាំងតែម្ដងណាហើយថ្ងៃនេះមកធ្វើតាមអារម្មណ៍ខ្លួនឯងធ្លាប់តែបំពេញបំណងម្ហូបគេអញ្ចឹងណាថ្ងៃនេះក៏បំពេញបំណងម្ហូបខ្លួនឯងដែលខ្ញុំចូលចិត្តអញ្ចឹងណាថ្ងៃនេះគឺខ្ញុំទៅផ្សារខ្ញុំទិញត្រីឆ្ពិនចំនួន4 2ស្លហើយ2ទៀតនឹងគឺខ្ញុំយកមកប្រឡាក់សម្រាប់ចៀនអញ្ចឹងណាហើយគ្រឿងក្រៅរបស់យើងបន្លែប្លុករបស់យើងគឺតែប៉ុណ្្នឹងឯងងាយខ្លាំងមែនទែនហើយត្រីនឹងគឺខ្ញុំប្រឡាក់ដាក់ជាមួយនឹងអំបិលបន្តិចជាមួយនឹងប៊ីចេងបន្តិចស្ករបន្តិចណាបងប្អូនបើសិនជាយើងចង់ញ៉ាំហឹលក៏យើងអាចដាក់ជាមួយនឹងម្ទេសហុយក៏បានដែរប៉ុន្តែខ្ញុំមានកូនទូចអញ្ចឹងខ្ញុំមិនហ៊ានដាក់ម្ទេសហុយខ្ញុំប្រឡាក់តែអំបិលស្ករប៊ីចេងប្រឡាក់ចុះប្រឡាក់ឡើងចូលជាតិហើយក៏យើងទុកវាប្រហែលជា10នាទីអីចឹងទៅទម្រាំតែយើងស្លឆ្អិនគឺវាចូលជាតិគ្នាអញ្ចឹងណាហើយបន្ទាប់មកក៏ខ្ញុំដាក់ដាំទឹកមកល្មមបរិមាណដែលយើងស្រឡាញ់អញ្ចឹងណាហើយក៏កាច់គះមកបង់ជាមួយនឹងរំដេងហើយខ្ញុំក៏ដាក់ជាមួយអំពិលខ្ចី1គួរ2គួរនៅក្នុងនឹងអញ្ចឹងណាខ្ញុំស្លអំពិលខ្ចីនឹងឯងព្រោះថាខែអ្នកមានកសាំងយើងមានតែអំពិលខ្ចីស្លអំពិលខ្ចីបដ ாய் ទៅហើយលើអំពិលខ្ចីរបស់យើងគឺវាផុយហើយខ្ញុំស្រង់ខ្ញុំចាប់ដើមជ្រុំប្រហុកមកណាជ្រុំប្រហុកអញ្ចឹងមកប្រហុកអូបងប្អូនខ្ញុំស្លខ្ញុំជិះដាក់ប្រហុកដិតព្រោះថាប្រហុកក៏ឈ្ងុយឡំជូរតតដែរដិតអ្នកអត់ចេះញ៉ាំប្រហុកគេស្លប្រើទឹកត្រីចំណែកខ្ញុំនេះវិញអូយលុបលុនណាស់រឿងប្រហុកនឹងឯងហើយឥឡូវយើងជ្រុំប្រហុកហើយក៏យើងចាប់ដើមមកជ្រុំជាមួយនឹងម្ជូររបស់យើងនឹងមកណាពុកម៉ែបងប្អូនហើយបន្ទាប់មកក៏ខ្ញុំបង់ជាមួយនឹងត្រីនឹងឯងត្រីហ្នឹងយើងបងយើងកុំកូរវាណាបងប្អូនតកូរវាឆ្អាបហើយយើងក៏បងជាមួយនឹងគ្រឿងរបស់យើងស្ករប៊ីចេងអំបិលនឹងមកណាបងប្អូនបន្ទាប់ពីពុះហើយក៏ខ្ញុំបានដួសពពុះនឹងចោលព្រោះថាសម្លវាឆ្អាបនឹងអាពពុះនឹងឯងអញ្ចឹងហើយយើងដួសវាចោលឲ្យស្អាតអញ្ចឹងណាបន្ទាប់ពីភ្លក់មើលល្មមហើយក៏ខ្ញុំចាប់ផ្ដើមបងជាមួយនឹងផលិតហ្នឹងគឺខ្ញុំបងតែមួយប្រងទេគឺខ្ញុំអត់ចូលចិត្តញ៉ាំលលួយទេបន្លែអីក៏ដោយគឺបងតែមកល្មមដាក់ម្ទេសដាក់អំអមមកកូរហើយស្រេចតែម្ដងអញ្ចឹងណានិយាយពីថាតំណងមួយមុខហ្នឹងញ៉ាំអាបាយក្តៅហើយសឡក្តៅហើយញិចម្ទេសហឹលបងប្អូននិយាយពីថាឆ្ងាញ់ខ្លាំងមែនទែនសម្លម្ជូរផលិតយើងក៏រួចហើយក៏យើងចាប់ផ្ដើមមកធ្វើមុខទៀតមកគឺចៀនត្រីនឹងឯងណាបងប្អូនយើងដាក់ខ្លាញ់ឲ្យក្តៅដាក់ត្រីចូលមកហើយយើងប្រែវាមកណាមើលតែក្រៀមម្ខាងហើយយើងប្រែមកម្ខាងទៀតមកអញ្ចឹងណាបងប្អូនស្រួលងាយខ្លាំងមែនទែនហើយបន្ទាប់មកក៏ត្រីយើងឆ្អិនហើយយើងក៏ចាប់ផ្ដើមរៀបចំណាបងប្អូនដើម្បីឆាប់បានញ៉ាំអញ្ចឹងណាហើយនេះសម្លម្ជូរយើងនោះពុកម៉ែបងប្អូននិយាយពីថាតំណងខ្លាំងមែនទែនផលិតខ្ញុំស្រឡាញ់ប៉ុណ្្នឹងអាស្រឡាញ់ញ៉ាំទៅវាជ្រប់ណាបងប្អូនខ្ញុំអត់ចូលចិត្តលលួយទេហើយនិយាយពីថាត្រីចៀននេះក៏ក្រហមក្រៀមល្អខ្លាំងមែនទែនណាបងប្អូននិយាយរួមទៅកំពុងតែបញ្ចូលសម្លេងមានអារម្មណ៍ថាឃ្លានទៀតណាបងប្អូនហើយត្រីហ្នឹងបើចៀនក្តៅឆ្ងាញ់ណាបងប្អូនបើថាត្រជាក់ញ៉ាំអត់សូវឆ្ងាញ់ទេហើយឥឡូវវីដេអូនេះខ្ញុំសូមចាប់តែប៉ុណ្ណេះចាំជួបគ្នានៅវីដេអូក្រោយណាសូមអរគុណ